បងប្អូននេះគឺជាទំនប់អាងស្ទាក់ទឹកដងស្ទឹងសែនស្ថិតនៅក្នុងភូមិស្រែខ្សាច់ឃុំដងកាំបិតស្រុកសន្តានខេត្តកំពង់ធំបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែធ្វើការសាងសង់ពុំទាន់រួចរាល់100%នៅឡើយទេហើយបើគិតមកត្រឹមថ្ងៃទី15ខែតុលាឆ្នាំ2025នេះគឺបានប្រហែលជា75%ហើយដែរបាទហើយយើងឃើញទស្សនវិជ្ជាទូទៅតាមដងស្ទឹងសែនក៏ដូចជាជំវិញបរិវេណនៃអាងទំនប់ស្ទាក់ទឹកដងស្ទឹងសែននេះបាទឃើញថាមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនហើយក៏មានបងប្អូនយើងគាត់មកនេសាទត្រីតាមរយៈបងសំណាញ់ផងដែរហើយយើងឃើញបាទល្វឹងល្វើយបាទឃើញស្រស់ស្អាតណាស់បាទមានថ្មមានអីរៀបហើយក្នុងនោះលោកអភិបាលរងនៃគណៈអភិបាលស្រុកសន្តានរួមជាមួយមិត្តរួមការងារក៏បានធ្វើដំណើរកម្សាន្តទៅលេងនៅទំនប់ស្ទាក់ទឹកដងកំបិតនេះផងដែរក្នុងថ្ងៃឈប់សម្រាកបាទហើយទស្សនវិជ្ជានេះឃើញថាស្រស់ស្អាតខ្លាំងណាស់បាទហើយថ្ងៃអនាគតអាងទំនប់ស្ទាក់ទឹកគុំដងកំបិតនេះបំរើឲ្យវិស័យកសិកម្មច្រើនណាស់បាទនៅក្នុងស្រុកសន្តានក៏ដូចជានៅក្នុងខេត្តកំពង់ធំយើងទាំងមូលផងដែរបាទសូមអរគុណ